Nhạc ý kênh, công rồng khang công tơ xà là riêng mền tế, tầm bấy nơi chỉ mũi sẵn sàng nhung, chăm du pram bay rồi đung chất nhiệt từ rốc sụp phùng, quát ban đó xa tham mà xin tự chẹn nợ khôi, việc đặc biệt trong ca kênh bê dục, quát độ đầm ham thông đợi awesome khâm nợ quát rồi lệch mưa nẹp bọc, nè ai tại chim mù nợ không bận tốc rồi bọn nè, nợ ngay bận tốc chim trao ban một hai quát ở cọc làng, quát kết thao việc minh sầm lên rồng khản tê, chân trao ban bó bóng trao ca chùm rồi, ở quát đê rồi hốt đó bẹt tê, giúp bê hai không ca chi làng công tơ xà là riêng, trái mưa một tô rồi bó chân rào, phim lúc quát ban ba rồi bị bru nợ bẹt thòng chiết khi mình đâm tê, tạ kỹ này khăn bận đó bận đá nung này nè, khi có mình score bị rồi bó protein này, khi mình đâm thả chốc mùi nạ tê, cho vào cái chắp chùm rật. Phước bị chưa khi bấy khi mình rồng băng thạc ngay nít nâng miếng cang ngưng chмал tệ. Đợi awesome khâm quát trơn nhiệt tero cần trai chít cỏ. Ta khi cô thua vậy. Vì UP2 ta khi cô thua vậy percent bạc khiêm dứt. Hai đợt ban chỉ mặc chi tiêuប្រយោជន៍ពី250សូនរបស់គាត់ស្ដាប់រីជុំចិននិយាយក្នុងនោះបានប្រកល់ឲ្យធំដល់គាត់ភ្លាមជីងចៅបានប្អូនឯងដោយមិនសំចៃមកថាគាត់សុខចិត្តគេង10នាទីច្រើនជាងភ្លាមប៉ុន្តែលោកជាងថនបាននិយាយដោយក្លាហានថាក្រែពឹងផ្អែកលើគាត់ជីងចៅត្រូវបានបំផ្លាញនឹងអស់សង្ឃឹមគាត់មិនចង់ធ្វើឲ្យស្ងួតជាមួយលើនេះទេវាគ្រាន់តែថាអាហារពេលព្រឹកនៅក្នុងដៃមិនទាន់រួចរាល់នៅឡើយទេបារម្ភថាគាត់នឹងមិនស្រួលក្នុងការទៅរៀននៅលើពូទេដូច្នេះបន្ទាប់ពីរៀបចំអាហារពេលព្រឹកសម្រាប់ជីងមួយគាត់បានជិះកង់ទៅសាលារៀនដោយផ្ទាល់ខ្ញុំគិតថាទំនាក់ទំនងមិនច្បាស់ជាមួយជីងចៅអាចស្ថិតស្ថេរជារៀងរហូតដោយមិននឹកស្មានដល់ការមកដល់របស់ស្ត្រីម្នាក់បានបំបែកសន្តិភាពនេះភ្លាមតាមពិតឃើញស្នាមសាក់នៅលើចង្កេះរបស់គាត់ជាងមូបានទីថាគាត់គឺជាពូពបៃតងតូចនៅក្នុងមាត់របស់មនុស្សគ្រប់គ្នាជាងមូមិនចង់មានអ្វីដែលត្រូវធ្វើជាមួយគាត់ទេខ្ញុំមានគម្រោងធ្វើពុតថាខ្ញុំមិនបានឃើញហើយចាក់ចេញដោយស្ងាត់ស្ងៀមអ្នកបានញ៉ាំជាមួយជីងចៅកុំនិយាយដោយមិនសមហេតុសមផលខ្ញុំមិនមានទំនាក់ទំនងបែបនេះជាមួយគាត់ទេអ្នកជានរណាពូពបៃតងតូចអ្វីដែលពូពបៃតងតិចតួចខ្ញុំមាននាគនៅជុំវិញចង្កេះរបស់ខ្ញុំតាមពិតវ៉ាន់ឈីងបានមករកខាងលោកឡាននៅថ្ងៃនេះរឿងចម្បងគឺត្រូវមើលថាតើជឿគ្នានេះជាអ្នកណាគាត់តែងតែលើកពី Crazy Jen ថា Jen យ៉ាវមានទំនាក់ទំនងមិនធម្មតាជាមួយនារីម្នាក់ឈ្មោះ Jeng Mu ឥឡូវនេះខ្ញុំឃើញក្មេងស្រីនេះដែលមើលទៅដូចជាទន្សាយ positive ទួយភ្លាមនោះគាត់មានចិត្តណាបំភ័យតើអ្នកមានទំនាក់ទំនងអ្វីជាមួយជីងចៅប្រឈមមុខនឹងការលបួង Jeng មីតែងតែនៅស្ងៀមតាមពិតសូម្បីតែជីងមូខ្លួនឯងក៏មិនអាចប្រាប់ថាទំនាក់ទំនងរបស់គាត់ជាមួយបច្ចុប្បន្នជាអ្វីដែរសាច់ញាតិបាននិយាយអ្នកទាំងពីរបានឆ្លងកាត់ខ្សែជាយូរមកហើយពោពេញទៅដោយភាពមិនច្បាស់ដោយនិយាយថាពួកគេជាគូស្នេហ៍ប៉ុន្តែមិនដែលមានឈ្មោះផ្លូវការទេនៅចំពោះមុខសំណួរបន្តរាប់ពាន់ជាងមិនអាចឆ្លើយបានមួយរយៈសំណាងល្អជីងចៅបានបង្ហាញខ្លួនទាន់ពេលវេលាក្នុងពេលដ៏សំខាន់កុំបំភ័យគាត់ខ្ញុំគ្រាន់តែនិយាយលេងជាមួយបងស្រីខ្ញុំហើយអ្វីបានជាអ្នកគិតថាទ្រូងរបស់ខ្ញុំរមៀលចេញវានឹងមិនដំណើរការទេតើខ្ញុំមិនចូលចិត្តរបៀបដែលអ្នកមើលទៅទេលោកវ៉ាន់ខេងបានឃើញយិនយ៉ាវការពីចែងមួយដូចនេះការចំណាយនៅក្នុងចិត្តខ្ញុំបានកើនឡើងភ្លាមគាត់អន់ចិត្តចំពោះភាពគ្មានមេត្តារបស់ជីងចៅបាននិយាយថាគាត់មិនបាននៅទីនេះពី3ថ្ងៃទេគាត់បានភ្ជាប់ជាមួយអ្នកថ្មីបន្ទាប់ពីនិយាយដូច្នេះគាត់បានទាញយ៉ែងមួយចេញដោយមិនរងចាំយិនយ៉ាវបដិសេធហើយអ្វីដែលធ្វើឲ្យវ៉ាន់ខេងភ្ញាក់ផ្អើលជាងនេះទៅទៀតមិនត្រឹមតែយិនយ៉ាវចូលចិត្តយ៉ែងមួយប៉ុណ្ណោះទេអ្នកផ្សេងទៀតហ៊ានដាក់នាងដែរដើម្បីបំពេញបន្ថែមរាងកាយរបស់យ៉ែងមីយិនយ៉ាវចិនបានទៅជន់បាត់ក្នុងគោលបំណងទិញសាច់មាន់ដែរបន្ទាប់មកវាធ្វើត្រាប់តាមរយៈពេល3ម៉ោងលោកអ្នករីកចិនចង់បន្ថែមសាច់មាន់នៅក្នុងចានសាណៃប្រញាប់ឈប់ឈ្គួតគីមបានប្រតិកម្មទៅនឹងដើមប្រញាប់ឡើងហើយញឹមហើយដាក់បំណែកសាច់ទាំងអស់ចូលក្នុងចានជើខ្ញីមើលយ៉ែងមីខ្លាចជាសត្វចិញ្ចឹមពេលដងវ៉ាន់ឈីងអាស៊ីត Titanic ត្រង់គាត់បានសួរម៉ែមិនចិនថាតើយ៉ែងមីជានរណាឈ្គួតជីនបាននិយាយថាវាជាបងស្រីដែលមានស្រាវ៉ាន់ឈីងបានសួរដោយឥតឈប់ឈរថាតើវាមានពណ៌បែកទៅស្ងួតត្រង់ចំណុចនេះមនុស្សគ្រប់គ្នាខ្លាចមិនហ៊ានឆ្លើយជីងចៅបានរើកៅស្រាហើយយកសាប់បន្ទាប់មកក្រោកឡើងហើយដាក់ចេញដោយស្ងៀមស្ងាត់ហើយវ៉ាន់ឈីងនៅតែកំពុងចុចឈ្គួតជីនប្រញាប់និយាយថាវាជាពលឺសាន់ឡៃបន្ទាប់ថាគ្មាននរណាម្នាក់ស្រាជាងពួកគេទេឬបែបនេះវ៉ាន់ឈីងបានបោះបង់ចោលគាត់បានឲ្យកូនជ្រូករបស់ជីងមូមើលជើគ្នាយូរវ៉ាន់ឈីងបានសួរគាត់ថាតើគាត់មិនអាចញ៉ាំបានទេជីងមូមិនចង់យកចិត្តទុកដាក់ចំពោះគាត់ទេខ្ញុំអាចឃើញថាជើគ្នាខ្មាស់អៀនក្នុងការបរិភោគវាគាត់បានប្រកល់ជើគ្នាឲ្យគាត់ហើយខ្ញុំបានកាត់វាយ៉ាងត្រឹមត្រូវឈុតនេះធ្លាក់ចូលភ្នែករបស់វ៉ាន់ឈីងខ្ញុំមិនសប្បាយចិត្តណាស់គាត់បានបោះជំហានទៅមុខដើម្បីជួបដៃរបស់ជីងចៅប៉ុន្តែត្រូវបានពីគីមខាងទៀតបដិសេធវ៉ាន់ឈីងបានចូលទៅជិតគាត់ដោយចិត្តនេះជាមួយនឹងអវយវៈរបស់នាងនៅមុខជីងមូម្ដងទៀតជីងចៅបានយកកាំបិតដាក់ក្នុងដៃរបស់គាត់ចូលក្នុងតុសម្លេងច្បាស់បានធ្វើឲ្យជីងមូខ្លាចជាបន្ទះធំក្លិននៃកាំភ្លើងខ្លីនៅជំហានធ្វើឲ្យជុតនេះមានភាពឆ្កំឆ្គងហើយជីងចៅនៅតែប្រកល់កូនជូកកាត់ទៅឲ្យជីងមូដូចជាគ្មានអ្វីកើតឡើងទេប្រឈមមុខនឹងស្ថានភាពគួរឲ្យអាម៉ាស់នេះជីងមូពិតជាមិនដឹងពីរបៀបដោះស្រាយវាទេគាត់បានដោះស្រាយយ៉ាងរហ័សថាគាត់មិនបានបញ្ចប់កិច្ចការផ្ទះទេបន្ទាប់មកគាត់បានត្រឡប់ទៅបន្ទប់វិញជាមួយកូនជ្រូកបន្ទាប់មកយ៉ែងមូបានសួរសេលេវ៉ាន់គីងថាតើនាងជាមិត្តស្រីរបស់ជីងចៅដែរឬទេសាន់រ៉ៃបានឃើញគំនិតរបស់គាត់ទីនេះគាត់ថាគាត់នឹងមិននៅជាមួយវ៉ាន់ឈីងថ្ងៃនេះទេគាត់គឺជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនវ៉ាន់គីម៉ូតូអ្នកទាំងពីរមានមុខតំណែងខុសគ្នាសាន់រ៉ៃបាននាំជីងមូទៅហាងលក់សត្វចិញ្ចឹមរបស់គាត់នៅថ្ងៃនេះកូនឆ្កែទុំភ្លុំចូលមកមើលឃើញវាមើលទៅស្រដៀងនឹងឆ្កែលឿងតូចដែលចិញ្ចឹមនៅគ្រានោះជីងយិនហ៊ានមិនអនុញ្ញាតឲ្យគាត់ទុកឆ្កែទេគាត់នឹងបានយកកូនឆ្កែចេញទៅលាក់ខ្លួនដាក់ឈ្មោះបរិសុទ្ធតូចរន្ទះជាអកុសលកូនឆ្កែត្រូវបានបាត់បង់ដោយចៃដន្យនៅពេលក្រោយនៅតាមផ្លូវត្រឡប់មកវិញខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីឃើញថាគាត់ចង់ចិញ្ចឹមគាត់បានរំថាប្រសិនបើគាត់ពិតជាលើកវាឡើងគាត់នឹងមានអារម្មណ៍លោកបានសួរលោកថាតើលោកនឹងវិលត្រឡប់ទៅកាន់ប្រទេសចិននាពេលអនាគតដែរឬទេតើគាត់បានយកឆ្កែរបស់វាចោលទេនៅទីបញ្ចប់វានឹងបន្ថែមការជិះចាប់បន្ថែមទៀតដល់បេះដូងរបស់ខ្ញុំពាក្យទាំងនេះហាក់ដូចជាឥទ្ធិពលដល់បេះដូងរបស់ជីងមូ